មនុស្សដែលគួរឲ្យខ្លាចបំផុតណាមិនជាមនុស្សដែលឆ្លាតបំផុតទេតែពួកគាត់ជាអ្នកដែលអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអំពីអ្វីមួយដែលមនុស្សភាគច្រើនអត់ដែលចាប់អារម្មណ៍គ្រប់ពេលដែលខ្ញុំខ្លួនឯងខ្ញុំជួបនរណាម្នាក់ដែលមើលទៅដូចជានឹងថឹងមិនរង្គោះរង្គើមនុស្សដែលមានទំនុកចិត្តណាដូចជាមេរបស់ខ្ញុំគ្រូរបស់ខ្ញុំបងរបស់ខ្ញុំពួកគាត់ទាំងអស់គ្នាមានរបស់មួយដូចគ្នាដែលខ្ញុំចាប់អារម្មណ៍មិនមែនជាទេពកោសល្យរបស់គាត់ទេមិនមែនជាភាពឆ្លាតវៃហើយក៏មិនមែនលុយដែលគាត់មានមិនមែនជាសម្រស់មិនមែនទេតែអ្វីដែលខ្ញុំចាប់អារម្មណ៍ថាពួកគាត់មានដូចគ្នានោះគឺពួកគាត់អាចសម្រួលអារម្មណ៍គាត់បានលឿនណាសឹងតែជួបបញ្ហាភ្លាមគាត់ភ្ញាក់មួយផ្លេតហើយក្រោយមកក៏ធម្មតាវិញទៅពួកគាត់អត់ស្លន់ស្លោក្រោមសម្ពាធទេនឹងដូចឡានកេកលអញ្ចឹងហើយជីវិតពួកគាត់វិញគឺស្ងាត់ដូចចោលដូចសែងអញ្ចឹងអត់មានអ្នកណាគេហ៊ានអញញ៉ៃទេអត់ចេះដ្រាម៉ាអត់ចេះអីទេហ៊ានតែសាកមួយពួកគាត់ស្អែកឡើងដឹងតែបាយហើយគាត់ឈប់លេងចូលជាមួយខ្ញុំចាំបានកាលខ្ញុំនៅធ្វើការណាខ្ញុំខ្លាចលោ performance ការងាររបស់ពួកយើងធ្លាក់ចុះហើយខ្ញុំក៏រត់ទៅប្រាប់មេរបស់ខ្ញុំថាបុគ្គលិកឆ្លោះគ្នាដឹងមេខ្ញុំគាត់ថាម៉េចទេមេខ្ញុំគាត់ថាបើឆ្លោះគ្នារឿងការងារឲ្យពួកគាត់មកជួបបងតែបើសិនជារឿង personal របស់ពួកគាត់ទេអូនឯងកុំចេះដឹងរឿងគេតាមពិតទៅពួកគាត់មានវិធីដើម្បីធ្វើឲ្យអារម្មណ៍ពួកគាត់នឹងថឹងអ្នកទាំងអស់គ្នាក៏ប្រហែលជាធ្លាប់ធ្វើវាពីមុនមកដែរហើយអ្នកទាំងអស់គ្នាក៏ប្រហែលជាធ្លាប់ឮវាពីមុនមកដែរព្រោះខ្ញុំធ្លាប់និយាយពីវាអា skill មួយហ្នឹងវាលយត្រង់ថាអ្នកណាក៏អាចរៀនបានដែរស្កប់វីដេអូនេះសិនយើងចូលទៅ comment ទីទាំងអស់គ្នាមើលថា skill មួយហ្នឹងអីគេហើយនៅបើអ្នកទាំងអស់គ្នាទាយថា emotional regulation ការគ្រប់គ្រងអារម្មណ៍ចម្លើយគឺត្រឹមត្រូវអបអរសាទរនៅពេលដែលអ្នកស្ទាត់ជំនាញក្នុងការគ្រប់គ្រងអារម្មណ៍នេះជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរតែហេតុអីបានជាការគ្រប់គ្រងអារម្មណ៍ឬក៏ self regulation នេះคล้ายទៅជាជំនាញដែលល្អបំផុតដែលមនុស្សម្នាក់អាចរៀនបានទៅវិញចាំពួកខ្ញុំបញ្យល់ឲ្យស្ដាប់ Here's why ទី1ជីវិតយើងនឹងស្ងប់ស្ងាត់ calmer life អត់មានការប្រែប្រួលអារម្មណ៍ឡើងចុះខ្លាំងដូចលើកមុនទៀតទេជីវិតប្រចាំថ្ងៃយើងអត់អាចទីទុកមុនបានទេគ្រាន់តែពាក្យសម្ដីមួយម៉ាត់បញ្ហាតូចមួយឬក៏រឿងចៃដន្យអីមួយកើតឡើងក្នុងជីវិតប្រចាំថ្ងៃយើងអារម្មណ៍របស់យើងអាចនឹងប្រែ90ក្រេភ្លាមព្រឹកឡើងសប្បាយចិត្តស្រាប់តែថ្ងៃឡើងខឹងចំណែនធុញថប់តានតឹងចឹងទៅអារម្មណ៍របស់យើងវាដូចតកង់ឡានជីវិតយើងចឹងបើពួកគាត់ស្វឹងជីវិតយើងនឹងតែឡើងទ្រូងផ្លូវអាយុហ្នឹងប៉ុន្តែការដែលអាចគ្រប់គ្រងអារម្មណ៍នេះវាអាចជួយឲ្យចិត្តយើងនឹងស្ងប់បើទោះបីជាជីវិតព្យាយាមទាញយើងទៅគ្រប់ទិសក៏ដោយវាដូចជាចុះពីលើម៉ូតូទៅធ្វើការនេះស្រាប់ជន់អាចឆ្កែខឹងឆេវហ្មងហើយឡើងទៅដល់ office អត់តន់បាត់ខឹងហ្មងមេថាឲ្យកាត់ព្រឹកទៀតសែតកន្លះថ្ងៃដល់ពេលចេញពីធ្វើការជិះម៉ូតូទៅផ្ទះឃើញសង្សារគេ sweet តាមផ្លូវទៅដល់ផ្ទះល្ងាឯកាទីអញ្ចឹងអារម្មណ៍វាផ្លាស់ប្ដូរដោយកាអៅអញ្ចឹងព្រោះថាជីវិតយើងនេះយើងទីអត់បានទេតែថ្ងៃស្អែកនេះយើងជួបអីគេខ្លះតែវាមានវិធីពីរយ៉ាងតាមបទពិសោធន៍របស់ខ្ញុំខ្លួនឯងផ្ទាល់ហ្នឹងដែលយើងអាចធ្វើបានដើម្បីឲ្យជីវិតយើងនោះវាស្ងប់សុខទី1នោះយើងមាន planted action ធ្វើសកម្មភាពដែលគ្រោងទុកបញ្ហាអារម្មណ៍មួយចំនួនយើងអាចទីបានដែរយើងអាចរៀបគម្រោងកុំឲ្យវាកើតឡើងម្ដងទៀតបានយើងដឹងតែថាដើរជាមួយអ្នកណាធ្វើឲ្យអារម្មណ៍យើងអត់ល្អហើយបរិយាកាសបែបណាដែលធ្វើឲ្យយើងនឹងតានតឹងឬក៏រឿងអីមួយដែលយើងធ្វើហើយយើងធ្លាប់ធ្វើវាអត់សុបាយចិត្តអាហ្នឹងយើងដឹងយើងអាចបង្ការវាបានអត់សូវអីទេព្រោះគ្រាន់តែជៀសវាងវាទៅគឺបានហើយជីវិតប្រចាំថ្ងៃយើងអត់មានអារម្មណ៍ឡើងចុះទេអត់ចូលចិត្តណាគេម្នាក់កុំសូវដើរមួយពួកគាត់កន្លែងណាដែលយើងទៅហើយមានអារម្មណ៍មិនល្អកុំទៅណាអត់ចូលចិត្តបរិយាកាសក្នុងក្លឹបកុំទៅអត់មានណាគេបង្ខំយើងទេអានេះវាជួយអារម្មណ៍ប្រចាំថ្ងៃរបស់យើងនឹងមានស្ថិរភាពមិនមានអារម្មណ៍ឡើងចុះទេប៉ុន្តែទី2 emotional regulation ការផ្លាស់ប្ដូរនិងបង្វែរអារម្មណ៍ប្រធានបទរបស់វីដេអូថ្ងៃហ្នឹងឯងវាសំខាន់សម្រាប់អ្នកដែលចង់បានជីវិតស្ងប់ស្ងាត់ទី1 planet action នោះវាជួយយើងបានតែពេលណាដែលយើងទាយដឹងមុនទេតែជីវិតយើងអ្នកណាទៅទាយដឹងមុនគ្រប់រឿងមិនចឹងណោះគ្រោះថ្នាក់ចរាចរណ៍អាចកាត់ឡើងគ្រប់ពេលផែនការអាចបរាជ័យមនុស្សក្បែរខ្លួនយើងអាចក្បត់យើងគ្រប់ពេលអញ្ចឹងហើយបានការផ្លាស់ប្ដូរនិងបង្វែរអារម្មណ៍នេះវាសំខាន់សម្រាប់ជីវិតដែលស្ងប់ស្ងាត់នៅពេលដែលរឿងទាំងអស់នេះកើតឡើងយើងអាចរៀបផែនការបានមុនទេល្អបំផុតដែលយើងអាចធ្វើបាននោះគឺកែប្រែអារម្មណ៍យើងពីអាក្រក់ឲ្យវាមកធម្មតាវិញ That's why we call emotional regulation is the best skill a human can learn ព្រោះថាជាមួយនឹង emotional regulation ជីវិតពួកយើងនឹងស្ងប់សុខ calmer lifeចេះជំនាញនេះអាចជួយឲ្យជីវិតអ្នករីករាយតែបើស្គាល់ហាងមួយនេះជីវិតអ្នកទាំងអស់គ្នានឹងកាន់តែងាយស្រួលសម្បុក IT និយាយតាមត្រង់អ្វីដែលធ្វើឲ្យពួកយើងសម្រេចចិត្តក្នុងការសហការជាមួយនឹងសម្បុក IT ក៏ដោយសារតែឆន្ទៈក្នុងការចង់ជួយសង្គមរបស់ពួកយើងនឹងដូចគ្នាឆន្ទៈរបស់សម្បុក IT គឺចង់ឲ្យប្រជាជននឹងមានរបស់ប្រើក្នុងតម្លៃមួយដែលសមរម្យនិងទទួលបាននូវគុណភាពសមជាមួយនឹងតម្លៃទៀតគាត់ធ្លាប់ប្រាប់ខ្ញុំថាអវ៉ាន់ដូចជាកាស brand ល្បីខ្លាំងគាត់ក៏មានលក់ដែរតែគាត់អ្នកនៅក្នុងវិស័យនឹងយូរគាត់ដឹងគាត់អត់ចង់លក់យកទៅលុយហើយអត់ខ្វល់ពីអតិថិជនទេអញ្ចឹងបានពួកគាត់ព្យាយាមរកប្រភេទកាសណាដែលវាមានសមត្ថភាពទាំង technology ទាំងមុខងារដែលវាមិននៅក្រោយម៉ាកល្បីហើយពេលខ្លះហ្នឹងគឺសឹងតែប្រហាក់ប្រហែលគ្នាទៀតប៉ុន្តែតម្លៃហ្នឹងគឺវាខុសគ្នាដូចមេឃនឹងដីដោយសារតែម៉ាក
ល្បីៗហ្នឹងគេ brand ចឹងវាថ្លៃគាត់ព្យាយាមរកអាណាដែលវាសមរម្យយកមកបំពេញតម្រូវការក្នុងស្រុកដូចជា Mac Soundpad, Airfun, 3Beat, iKaraoke អីហ្នឹងសុទ្ធតែជា exclusive brand របស់ Spoke IT អញ្ចឹងបានតម្លៃរបស់គាត់ផ្ដល់ឲ្យហ្នឹងគឺវាសមរម្យខ្លាំងមិនមែនមកពីគុណភាពផលិតផលហ្នឹងវាអន់ទេអ្វីដែលពួកយើងចង់បាននោះគឺចង់ឲ្យប្រជាជនមានរបស់ល្អប្រើគ្រប់គ្នាដោយមិនមានរបាំងថវិកាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែត្រូវការ speaker កាស complete Spoke IT មូលហេតុទី2មានទំនាក់ទំនងល្អប្រសើរជាងមុន emotional regulation នេះវាមិនមែនតែធ្វើឲ្យជីវិតយើងស្ងប់សុខទេវាក៏ធ្វើឲ្យទំនាក់ទំនងយើងជាមួយនឹងមនុស្សជុំវិញខ្លួនយើងនឹង improve ដែរតែមិនចឹងឥឡូវសារសម័យថាយើងមានអារម្មណ៍ខឹងស្រែកដាក់គេដាក់ឯងមិនថាមិត្តភ័ក្តិយើងក្រុមគ្រួសារមិត្តរួមការងារសូម្បីតែមនុស្សចម្លែកមុខទំនាក់ទំនងរបស់អ្នកទាំងពីរនឹងល្អកកហ្មងត្រូវបានបំផ្លាញដោយសារតែអារម្មណ៍ខឹងមួយផ្លេតហ្នឹងទេប៉ុន្តែការផ្លាស់ប្ដូរអារម្មណ៍ឬក៏កែប្រែអារម្មណ៍ emotional regulation ដូចជាប្រេងកាឡាអញ្ចឹងរៀនអត់ចេះប្រឡងអត់ជាប់តាប៉ិជួយបាននៅពេលដែលយើងអាចគ្រប់គ្រងអារម្មណ៍របស់យើងបានអ្នកអត់ផ្ទុះកំហឹងដូចមុនទេអ្នកមិនបំផ្លាញមិត្តភាពដោយសារតែការចំណាយនឹងគេទេអ្នកក៏មិនត្រាម៉ាខ្លាំងពេកនៅលើ Facebook ពេលឯកាដែរជឿខ្ញុំមនុស្សគេគោរពភាពនឹង no stability ច្រើនជាងទេពកោសល្យគេទុកចិត្តមនុស្សដែលស្ងប់ស្ងាត់ខំជាងមនុស្សដែលបង្ហាញច្រើនដោយសារតែមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទំនាក់ទំនងរឹងមាំដោយសារតែការគោរពគ្នាមិនមែនដោយសារតែគេចូលចិត្តយើងទេហើយគេគោរពយើងក៏ដោយសារតែយើងនឹងថឹងមិនរង្គោះរង្គើនឹងឯងអញ្ចឹងត្រឡប់មកវិញ emotional regulation ការកែប្រែអារម្មណ៍នេះវាជា skill ដែលល្អបំផុតសម្រាប់មនុស្សដោយសារតែវាជួយឲ្យទំនាក់ទំនងយើងល្អជាងមុនគឺបែបហ្នឹងបើវងកញ្ចក់បន្តិច emotional regulation នេះពិបាកបកជាខ្មែរឲ្យវាត្រូវតែមកពាក្យហ្មងពេលខ្លះពួកយើងហៅវាថាការគ្រប់គ្រងអារម្មណ៍ពេលខ្លះហៅវាថាការផ្លាស់ប្ដូរអារម្មណ៍ហើយពេលខ្លះក៏ហៅវាថាការបង្វែរអារម្មណ៍អញ្ចឹងបញ្ជាក់អ្នកទាំងអស់គ្នាឲ្យហើយកុំឲ្យឆ្ងល់ថាម៉េចបានពួកគាត់ចេះតែបកប្រែខុសគ្នារហូតអញ្ចឹងតែពិតទៅនៅពេលដែលយើងនិយាយពាក់ព័ន្ធពីការប្ដូរអារម្មណ៍បង្វែរអារម្មណ៍ឬក៏គ្រប់គ្រងអារម្មណ៍ហ្នឹងគឺយើងចង់មានន័យទៅលើ emotional regulation ហ្នឹងឯងត្រឡប់មកសាច់រឿងយើងវិញមូលហេតុទី3ដែលធ្វើឲ្យ emotional regulation នេះជា skill ដែលល្អបំផុតដែលមនុស្សម្នាក់អាចរៀនបានគឺនៅពេលដែលអ្នកចេះ emotional regulation អ្នកក្លាយទៅជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងជាងមុនconfident in life មនុស្សដែលមានទំនុកចិត្តមិនមែនសំដៅទៅលើមនុស្សដែលនិយាយខ្លាំងហើយនិយាយឈ្នះគេទេពួកគាត់ក៏មិនមែនជាមនុស្សល្អឥតខ្ចោះ perfect អីដែរ confident នេះវាមិនមែនជាទេពកោសល្យឬការសម្ដែងទេស្ដាប់ឲ្យច្បាស់ confident មិនមែនជាការសម្ដែងទេមនុស្សដែល confident ក្នុងអង្គប្រជុំគាត់មិនមែនសម្ដែងទេគាត់ធ្វើរឿងនឹងសាំទៅហើយបានជាគាត់ confident អញ្ចឹងកុំគិតថាមើលវីដេអូក្នុង TikTok 2-3វីដេអូហើយធ្វើតាមដើរពើងទ្រូងអង្គុយជិះជើងចាប់ដៃកត្រាក់ដូច Donald Trump ឲ្យអត់មានទេណា The more you act the less confident you lookចំពោះខ្ញុំផ្ទាល់ខ្ញុំគិតថា emotional regulation ការគ្រប់គ្រងអារម្មណ៍ខ្លួនឯងក្រោមសម្ពាធនេះវាជាផ្នែកមួយនៃ self confidence វាអញ្ចឹងនៅពេលដែលអ្នកគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយើងនឹងនិយាយច្បាស់ជាងមុនបើទោះបីជាក្នុងស្ថានភាពតានតឹងក៏ដោយព្រោះយើងអត់ភ័យមើលពីក្រៅទៅវាគួរឲ្យមានទំនុកចិត្តយើងឈប់ប្រតិកម្មហួសហេតុមិនគ្រាន់តែគេនិយាយថាកំហុសយើងភ្លាមយើងនេះគោះចានគោះឆ្នាំងតវ៉ាដល់ពេលយើងធ្វើអញ្ចឹងទៅមើលទៅវាដូចជាអត់មានទំនុកចិត្តលើខ្លួនឯងសោះគ្រាន់តែអារម្មណ៍ក៏គ្រប់គ្រងអត់បានដែរអ្នកទាំងអស់គ្នាសម័យមើលអ្នកធ្វើបទបង្ហាញជាសាធារណៈអ្នកដែលនិយាយភ័យណាញ័រនិយាយរអាក់រអួលពួកគាត់ភ័យជាពិសេសអ្នកដែលធ្វើវាដំបូងពួកគាត់អត់អាចកែប្រែអារម្មណ៍ឬក៏ regulate អារម្មណ៍ដែលភ័យខ្លាចរបស់ពួកគាត់បានទេហើយអ្នកដែលនិយាយដែលមានទំនុកចិត្តតាមពិតទៅពួកគាត់ក៏នៅតែមានអារម្មណ៍ថាភ័យក្នុងចិត្តដែរវាគ្រាន់តែគាត់អាចកែប្រែអារម្មណ៍របស់គាត់បានដឹងភ័យអីទេបើធ្វើរដងហើយអាការគិតនិងការនិយាយប្រាប់ខ្លួនឯងបែបនេះវាជួយឲ្យយើងនឹងគ្រប់គ្រងអារម្មណ៍បាននៅចុងវីដេអូយើងនឹងនិយាយគ្នាពាក់ព័ន្ធពីរឿងហ្នឹងអញ្ចឹងវាធ្វើឲ្យពួកគាត់នឹងពួកគាត់គ្រប់គ្រងអារម្មណ៍មុនពេលដែលអារម្មណ៍គ្រប់គ្រងគាត់វិញអញ្ចឹងកុំឆ្ងល់ថាហេតុអ្វីបានជាអ្នកខ្លះគាត់និយាយនឹងមុខមនុស្សច្រើនប៉ុន្តែនៅតែនិយាយបានល្អអានេះហើយដែលគេហៅថាទំនុកចិត្តឬក៏ confident ហើយការគ្រប់គ្រងអារម្មណ៍ emotional regulation គឺជាវិធីដែលអ្នកអាចបង្កើនវាបានមូលហេតុទី4ដែលធ្វើឲ្យ self regulation ជា skill មួយដែលល្អបំផុតដែលមនុស្សអាចរៀនបានគឺនៅពេលដែលអ្នកទាំងអស់គ្នាចេះវាគឺគ្មានអ្នកណាគេគ្រប់គ្រងសេចក្តីសុខរបស់អ្នកទាំងអស់គ្នាទេអ្នកទាំងអស់គ្នានឹងមានសេរីភាពជីវិតនេះតែងតែមិនអាចទាយទុកមុនបានទេនៅសុខស្រាប់តែមនុស្សជាទីស្រឡាញ់យើងធ្លាក់ខ្លួនឈឺក៏ថាបានឬក៏
គេក្បត់យើងឬក៏ផែនការគម្រោងហ្នឹងបរាជ័យបាទបាត់បង់ឱកាសនៅក្បែរអូនអីចឹងតែអញ្ចឹងបើសិនបើសេចក្តីសុខរបស់អ្នកគឺអាស្រ័យទៅលើរឿងណាមួយនៅខាងលើហ្នឹងអ្នកកំពុងតែខ្ចីដង្ហើមគេដកហើយព្រោះយើងអត់អាចទាយបានទេថាមនុស្សនឹងផ្លាស់ប្ដូរពេលណាហើយកលៈទេសៈនឹងផ្លាស់ប្ដូរពេលណាអញ្ចឹងមានតែការចេះគ្រប់គ្រងអារម្មណ៍ផ្លាស់ប្ដូរអារម្មណ៍ទេដែលអាចជួយយើងបាននៅពេលដែលអ្នកចេះគ្រប់គ្រងអារម្មណ៍របស់អ្នកបើទោះបីជាគេនិយាយមិនល្អមកលើអ្នកក៏វាមិនអាចបំផ្លាញអារម្មណ៍របស់អ្នកដែរជីវិតអ្នកនឹងមិនកើតទុកដោយសារតែរឿងប៉ុណ្្នឹងទេមនុស្សក្បត់យើងក៏យើងមិនបាក់ទឹកចិត្តដែរព្រោះយើងអាចកែប្រែអារម្មណ៍យើងឲ្យទទួលយកការពិតបានគម្រោងអីមួយបរាជ័យក៏មិនអាក់អន់ចិត្តដែរព្រោះយើងដឹងថាយើងអាចធ្វើរឿងអីផ្សេងទៀតវាអញ្ចឹងបានជាការគ្រប់គ្រងអារម្មណ៍ការផ្លាស់ប្ដូរអារម្មណ៍ឬក៏បង្វែរអារម្មណ៍នឹងវាសំខាន់ព្រោះថាសេចក្តីសុខរបស់យើងគឺនៅលើដៃរបស់យើងអត់ខ្ចីគេទេជីវិតយើងមានស្ថិរភាពមានសេចក្តីសុខបាទមិនចៃដន្យទេគឺយើងជ្រើសរើសដោយដៃរបស់យើងបាទរើសការគ្រប់គ្រងអារម្មណ៍កុំឲ្យរញ៉េរញ៉ៃត្រាម៉ាជាមួយនឹងគេសេចក្តីសុខរបស់យើងคล้ายទៅជាអ្វីដែលយើងកសាងដោយដៃយើងផ្ទាល់មិនមែនជាអ្វីដែលពិភពលោកគេសម្រេចចិត្តទម្លាក់ឲ្យយើងទេអានេះហើយជាសេរីភាព freedom អានេះហើយជាឯករាជ្យភាពខាងអារម្មណ៍ emotional independent ហើយនេះគឺជាមូលហេតុដែលការគ្រប់គ្រងអារម្មណ៍ឬក៏ emotional regulation ជាជំនាញដែលល្អបំផុតសម្រាប់មនុស្សម្នាក់អាចរៀនបានបន្ទាប់ពីដឹងថាហេតុអ្វី emotional regulation ជា skill ដែលល្អបំផុតហើយសំណួរបន្ទាប់គឺច្បាស់ណាស់ថាតើអ្នកវឹកហាត់ជំនាញនេះបានតាមរបៀបណាតាមពិតទៅមានទម្លាប់4ដែលអ្នកណាក៏អាចចាប់ផ្ដើមអភិវឌ្ឍ emotional regulation នេះបានដែរទម្លាប់ទី1នោះគឺការគេងគ្រឹះនៃស្ថិរភាពអារម្មណ៍ទាំងយើងទាំងគេតែគេអត់គ្រប់មិនបាច់នឹកសង្ឃឹមដល់ការគ្រប់គ្រងអារម្មណ៍ឬក៏ self regulation ទេបន់កុំឲ្យតែផ្ទុះក្បាលទៅបានហើយតែខួរក្បាលអត់បានសម្រាប់អារម្មណ៍យើងដឹងតែអត់ល្អហើយបាត់បង់ការអត់ធ្មត់គិតពិចារណាហ្នឹងក៏មិនបានល្អហើយអ្នកខ្លះហ្នឹងវង្វេងវង្វាន់ដូច zombie ចឹងគ្រាន់តែគេហ្នឹងវាមិនពិបាកទេខ្ញុំគិតថាវាមិនមែនជារឿងហួសហេតុពេកទេការគេហ្នឹងវាដូចជាខ្សែការពារដំបងប្រឆាំងជាមួយនឹងការប្រែប្រួលអារម្មណ៍ឡើងចុះរបស់យើងចឹងតើតែយើងនេះមានសតិនិងមានកម្លាំងខួរក្បាលគ្រប់គ្រាន់ទើបយើងមានសង្ឃឹមថាអាចធ្វើការកែប្រែអារម្មណ៍ឬក៏ emotional regulate នឹងបានរឿងទី2ដែលយើងអាចធ្វើបានកាត់បន្ថយកត្តាជំរុញ reduce stimulation ដូចជាទូរស័ព្ទបណ្ដាញសង្គម chip dopamine ចឹងទៅកត្តាជំរុញនេះបើបកមកខ្មែរពិបាកស្ដាប់អត់ដឹងថាអីគេទេអានេះវាសំដៅទៅលើកត្តាដែលធ្វើឲ្យអារម្មណ៍របស់យើងនឹងវារំគោះរំកើអញ្ចឹងបើយើងដឹងថាធ្វើរឿងអីមួយទៅធ្វើឲ្យអារម្មណ៍របស់យើងនោះវាឡើងចុះរង្គោះរង្គើមិនស្ងប់មិនសុខយើងគុំធ្វើវាកាត់បន្ថយវាទៅដោយពួកយើងនិយាយនៅចំណុចទី1អញ្ចឹង planted action អញ្ចឹងឧទាហរណ៍ថា scrolling TikTok Facebook អីអញ្ចឹងពួកអានេះគឺវាបង្កើតឲ្យមានការប្រៀបធៀបអញ្ចឹងបើយើងប្រៀបធៀបអារម្មណ៍យើងនឹងនៅមិនសុខទេចេះតែខ្វះនេះចេះតែខ្វះនោះអញ្ចឹងទៅបើយើងដឹងយើងកាត់បន្ថយវាទៅរាប់មនុស្សក៏ដូចគ្នាដែរតែយើងមិនហ៊ានដោះលែងគេចេះតែខ្លាចគេខឹងអីហ្នឹងអាទុកទៅក៏ពិបាកអាដកចេញទៅក៏ខ្លាចគេខឹងប៉ុន្តែដល់ពេលនៅក្បែរគេហៅថា toxic ហ្មងអូវេទនាណាហ្នឹងអញ្ចឹងបើកាត់បន្ថយបានក៏កាត់បន្ថយខ្លះទៅហើយមួយទៀតនោះគឺឧស្សាហ៍ឃើញដែរគឺ chip dopamine បាទអាហារផ្អែម junk food បាទបារីបើមនុស្សប្រុសប្រយ័ត្ន pornography ពួកអាហ្នឹងគឺវាអត់ល្អទៅដល់អារម្មណ៍យើងទេវានឹងធ្វើឲ្យវាឡើងចុះតែយើងទម្លាប់ញ៉ាំទម្លាប់ប្រើប្រាស់របស់ទាំងអស់ហ្នឹងហើយយើងខ្វះវាអត់បានទេក្នុងខ្លួនយើងចេះតែអត់សុខណាអញ្ចឹងអារម្មណ៍នេះក៏វាចេះតែផ្លាស់ប្ដូរទៅតាមហ្នឹងអញ្ចឹងសរុបមកវិញបើជីវិតយើងមិនសូវមានកត្តាជំរុញឲ្យអារម្មណ៍យើងប្រែប្រួលទេហើយការគ្រប់គ្រងអារម្មណ៍របស់យើង emotional regulation នេះយើងក៏អាចធ្វើវាបានងាយជាងមុនដែររឿងទី3ដែលយើងអាចធ្វើបានការសមាធិឬក៏ការនៅស្ងប់ស្ងាត់ជាមួយនឹងសតិ mindfulness and meditation ការធ្វើសមាធិមិនមែនលុបបំបាត់អារម្មណ៍ទេហើយអ្នកខ្លះក៏សួរខ្ញុំថាបើធ្វើវិបស្សនាខួរក្បាលរបស់យើងជប់គិតអញ្ចឹងអាពេលហ្នឹងខួរក្បាលយើងវាមិនទៅវាល្ងិតឆឹងដូចគេងលក់មែនហត់ទេសមាធិហ្នឹងមិនមែនដេកទេវាបង្រៀនយើងឲ្យសង្កេតឲ្យចេះរស់នៅជាមួយនឹងសតិភាគច្រើនលោកគ្រូអ្នកគ្រូគាត់បង្រៀនឲ្យសង្កេតទៅលើដង្ហើមដកដង្ហើមចេញដកដង្ហើមចូលអញ្ចឹងណាខ្ញុំមកចង់បញ្យល់ស៊ីជម្រៅដាច់ឆ្ងាយពីប្រធានបទយើងពេកទេបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចឆែកមើលបន្ថែមក្នុង YouTube បានខ្ញុំលើកទឹកចិត្តត្រឡប់មកសាច់រឿងយើងនៅពេលដែលយើងផ្ដោតលើការដកដង្ហើមរបស់យើងនៅក្នុងសមាធិនៅពេលដែលអារម្មណ៍ឬក៏ការគិតរបស់យើងនឹងប្រឆាចពីការផ្ដោតទៅលើដង្ហើមយើងត្រូវប្រមូលអារម្មណ៍យើងទៅផ្ដោតនៅលើការដកដង្ហើមវិញសមាធិគិតដល់សង្សារចាស់អីដល់ដឹងខ្លួនកំពុងតែគិតរឿងផ្សេងហើយបដូរការផ្ដោតអារម្មណ៍នឹងទៅលើដង្ហើមវិញពេលយើងធ្វើសមាធិយូរទៅអាការដែលបដូរការផ្ដោតអារម្មណ៍នេះវានឹងងាយស្រួលទៅយូរទៅយើងចេះផ្ដោតទៅលើដង្ហើមរបស់យើងដោយមិនមានការរំខានពីការគិតរឿងអីទាំងអស់អញ្ចឹងវាអាចជួយដល់ការគ្រប់គ្រងអារម្មណ៍ឬ
ក៏ emotional regulation បានច្រើនមែនតើជួយខ្ញុំគ្មានអ្នកណាគេចិត្តស្ងប់នឹងថឹងជាងអ្នកដែលទៅធ្វើសមាធិទេទី4រឿងទី4ដែលយើងអាចធ្វើបានកុំខ្លាចការមិនសនុកចិត្ត discomfort មនុស្សភាគច្រើនកិច្ចវេះពីការនិយាយពាក្យពិតឬក៏រឿងដែលធ្វើឲ្យពួកគាត់នឹង discomfortភ័យខ្លាចឆ្លោះគ្នាជាមួយនឹងមនុស្ស toxic ព្រោះតែយើងនិយាយការពិតថាមិនចូលចិត្តអញ្ចេះមិនចូលចិត្តអញ្ចោះចិត្តរបស់យើងនេះវាចេះតែនៅមិនសនុកទេព្រោះយើងខ្លាចគេខឹងខ្លាចគេយល់ច្រឡំខ្លាចគេមិនចូលចិត្តយើងវិញអញ្ចឹងណាតែចាំតែការណាយើងខ្លាច discomfort situation យើងអាចរស់នៅដោយមានសេរីភាពបានទេព្រោះយើងត្រូវគិតពីរឿងដែលធ្វើឲ្យយើង discomfort រហូតធ្វើឲ្យយើងមិនសនុកចិត្តរហូតហើយមានច្រើនទៀតអាការដែលធ្វើឲ្យយើង discomfort ហ្នឹងដូចជា rejection អញ្ចឹងអ្នកខ្លះខ្លាចគេ reject អត់សនុកចិត្តទេ discomfortចិត្តអត់ប្រាប់គេដើរត្រេតត្រត់នៅពីក្រោយគេនឹងឯងសង្ឃឹមថាគេមើលឃើញអញ្ចឹងណាហើយមួយទៀតនោះគឺទទួលយកកំហុសខ្លួនឯងក៏មិនសូវជាសនុកចិត្តប្រហែលដែរ discomfort ខ្លាំងណាស់ហ្នឹងនិយាយមែនមនុស្សដែលអាចទទួលយកកំហុសខ្លួនឯងបានណាខ្ញុំសរសើរមែនតើព្រោះពួកគាត់ដឹងថាទទួលយកកំហុសវាធ្វើឲ្យអារម្មណ៍របស់ពួកគាត់ហ្នឹងមិនល្អតែគាត់នៅតែហ៊ានទទួលយកហើយខ្ញុំក៏ជឿដែរថាមនុស្សដែលហ៊ានទទួលយកកំហុសពួកគាត់សុទ្ធតែជាមនុស្សដែលចេះសម្របសម្រួលអារម្មណ៍ចេះ emotional regulation ណាហើយកលៈទេសៈដែលធ្វើឲ្យយើងមិនសនុកចិត្តមួយទៀតដែលខ្ញុំឧស្សាហ៍ឃើញដែរ being a nice guy ខ្ញុំឃើញឲ្យទៅភ្នែកមកពេលខ្លះពួកគាត់អត់ចង់ធ្វើអីទេតែពួកគាត់មិនចង់ឲ្យគេគិតថាគាត់នឹងចិត្តអាក្រក់ក៏ចេះតែជួយទៅដល់យូរទៅគេគិតថាគាត់នឹងវាស្រួលណានាំគ្នាប្រើតែគាត់នឹងឯងអត់ចេះខ្លាចចិត្តគាត់ទេអាងតែគ្នាស្រួលបងប្អូនធေါ်ខ្ញុំមួយនោះអញ្ចឹងដែរឲ្យតែវាទៅណាគេប្រើវារហូតព្រោះវាស្រួលជាងគេដល់អញ្ចឹងគេអត់ខ្លាចចិត្តវាទេជាពិសេសមិត្តភក្តិស្រីរឿងមិនគួរប្រើក៏ប្រើដែរធ្វើមើលតែវានឹងអ្នកបំរើទៅហើយឲ្យតែពេលដែលគេប្រើវាអត់ចង់ធ្វើអីមួយវាមើលមុខខ្ញុំហើយវាញញឹមវាចង់ឲ្យខ្ញុំជួយនិយាយណាវាអត់ចង់ប្រឈមមុខជាមួយនឹង discomfort ឬក៏អារម្មណ៍ដែលមិនសនុកចិត្តនឹងទេពេលខ្លះក៏ខ្ញុំជួយនិយាយទៅតែត្រូវចាំថាអត់មានអ្នកណាគេជួយយើងបានរហូតទេតែពេលណាមួយយើងត្រូវតែធ្វើវាខ្លួនឯងហើយចឹងបើគុំតែធ្វើវានៅអនាគតដដែលទេចាប់ផ្ដើមធ្វើវាពីឥឡូវនេះទៅល្អជាងណាប្រឈមមុខជាមួយវាប្រឈមមុខជាមួយអារម្មណ៍មិនសនុកចិត្ត discomfort ហ្នឹងកាន់តែលឿនគឺយើងកាន់តែស៊ាំជាមួយនឹងវាអូខេចិត្តចាប់ហើយអញ្ចឹងអាចុងក្រោយនេះវាគឺជាវិធីដែលខ្ញុំប្រើដើម្បីគ្រប់គ្រងអារម្មណ៍ខ្លួនឯងបើតាមខ្ញុំចាប់អារម្មណ៍ខ្ញុំប្រើវាប្រហែលជា4ទៅ5ឆ្នាំហើយអ្នកទាំងអស់គ្នាក៏អាចសាកធ្វើវាបានដែររាល់ពេលដែលខ្ញុំដឹងថាអារម្មណ៍របស់ខ្ញុំនេះវាកើតអីមួយខ្ញុំ self aware ខ្ញុំតែងតែប្រើការពិតទាំងអស់នេះដើម្បីរំលឹកខ្លួនឯងឬថាផ្ដល់ហេតុផលដើម្បីឲ្យខ្លួនឯងនឹងសម្រួលអារម្មណ៍មកវិញឧទាហរណ៍ពេលខ្ញុំធ្វើរឿងអីមួយថ្មីដែលខ្មាស់គេពាក់អាវថ្មី style ថ្មីកាត់ម៉ូតសក់ថ្មីឬក៏ទទួលយកបទពិសោធន៍ថ្មីដូចជាញ៉ាំអីនៅកន្លែង high show លើកដំបូងអញ្ចឹងពីមុនកាលខ្ញុំនៅវ័យជំទង់ខ្ញុំអត់ហ៊ានទេតែហាងកាហ្វេនេះក៏ខ្ញុំមិនដែរចូលផងព្រោះខ្លាចវាស្ទាក់ស្ទើរណាខ្លាចខ្មាស់គេលោតែ order drink ទៅហៅឈ្មោះអត់ត្រូវគេសើចកន្លែងលោអង្គុយកន្លែងខទៅគេមិនឲ្យអង្គុយគេអញ្ចឹងអ្នកស្ដាយចូលក្រុងតែប្រហែលជា 4-5 ឆ្នាំមុនខ្ញុំចាប់ផ្ដើមប្រាប់ខ្លួនឯងនៅការពិតនៅពេលដែលមានអារម្មណ៍ថាខ្លាចឬក៏ខ្មាស់គេអាការពិតនោះគឺមនុស្សម្នាក់ណាក៏មានលើកដំបូងរបស់ខ្លួនឯងដែរអត់មានណាគេចាប់ផ្ដើមមកល្អ perfect មិនខ្លាចមិនភ័យមិនខ្មាស់គេទេអញ្ចឹងវាធម្មតាទេធ្វើទៅកុំខ្មាស់គេការពិតមួយទៀតដែលយើងគួរចាំគឺអ្នកណាក៏ធ្លាប់ខុសដែរសូម្បីតែមនុស្សដែលអ្នកគោរពក៏ដោយប៉ាម៉ាក់យើងក៏ធ្លាប់ខុសគ្រប់យើងក៏ធ្លាប់ខុសហើយខ្ញុំក៏ធ្លាប់ខុសអញ្ចឹងវាជារឿងធម្មតាទេកុំអន់ចិត្តជាមួយនឹងកំហុសដែលយើងធ្វើព្យាយាមអភិវឌ្ឍខ្លួនឯងដើម្បីយកគុណលាងទោសវិញដូចមេតបក្នុងរឿងចិនអញ្ចឹងណាកំហុសក្នុងសង្គ្រាមគេមិនប្រហារជីវិតភ្លាមៗទេគេទុកឱកាសឲ្យសាងគុណសម្បត្តិដើម្បីលុបលាងទោសការពិតមួយទៀតជីវិតមិនយុត្តិធម៌មិនស្មើភាពទេហើយយើងក៏មិនអាចគ្រប់គ្រងវាបានដែរអានេះសម្រាប់អ្នកដែលតែងតែ victimize ខ្លួនឯងអ្នកខ្លះអារម្មណ៍ប្រែប្រួលដោយសារតែហេតុផលតែមួយទេអូយកើតមកជីវិតនេះអយុត្តិធម៌ម្លេះកើតមកក្នុងគ្រួសារអ្នកអត់មិនសូវមានគ្រួសារនេះមិនយល់ចិត្តដូចគេកូនគេអ្នកមានហោហែព្យាយាមធ្វើម៉េចឲ្យខ្លួនឯងហ្នឹងអាណិតខ្លួនឯងវិចតម្លៃខ្លួនឯងឲ្យគួរឲ្យអាណិតតែមាន mindset បែបនេះហើយដឹងតែកើតជាតារាទឹកភ្នែកហើយការពុតនោះគឺលើโลกនេះវាគ្មានអ្វីយុត្តិធម៌ទេបើពិភពលោកនេះស្មើភាពគ្នាអានឹងចាំយើងភ័យដូចស្ដេចហ្គេមគាត់និយាយអញ្ចឹងណាគាត់ថាដេកអេសគូតនៅផ្ទះសោះសុទ្ធតែចង់ជោគជ័យដូចស្ដេចហ្គេមកន្លែងសំបើវងកញ្ចក់ឲ្យ context អ្នកទាំងអស់គ្នាបន្តិចកុំឲ្យអ្នកទាំងអស់គ្នាគិតថាពួកខ្ញុំចេះតែលើកយកមនុស្សរបស់មហាជនមកនិយាយខ្ញុំរកវីដេអូរបស់ស្ដេចហ្គេមអត់ឃើញណាពេលហ្នឹងគាត់ live ហើយមានអ្នក comment ថាចង់ជោគជ័យដូចគាត់ក៏និយាយ clear នេះទៅពេលហ្នឹងគាត់និយាយពីរឿងការតស៊ូរបស់គាត់តាំងពីនៅជាជាងទូរស័ព្ទបញ្ចូលហ្គេមណាលក់កាតមករៀលរត់តាំងពីមុខផ្ទះទៅដល់ក្រោយផ្ទះអញ្ចឹងគាត់ចង់ប្រាប់ថាទម្រាំគាត់បានប៉ុណ្នេះមិនមែនស្រួលទេគាត់ខំប្រឹងណាស់ត្រឡប់ទៅសាច់រឿងនេះវិញគាត់និយាយនេះត្រូវបើពិភពលោកនេះវាស្មើភាពគ្នាមែនហានិភ័យពួកយើងនេះហានិភ័យហើយ
អ្នកទាំងអស់គ្នាខំប្រឹងរកលុយចង់ដាច់ខ្យល់ដល់លទ្ធផលចេញមកអ្នកដេកនៅផ្ទះនោះដេកអេសគូតរកលុយបានប៉ុនយើងដែរវាសមអត់ទេអត់សមទេអញ្ចឹងគេនាំគ្នាឈប់ធ្វើការមកពិភពលោកបណ្ដោយព្រោះយើងស្មើភាពគ្នាទាំងអស់អញ្ចឹងមិនបាច់ខំប្រឹងទេអូខេត្រឡប់មកវិញកុំឲ្យឆ្ងាយពេកអញ្ចឹងបើសិនជាយើងមានអារម្មណ៍ថាខ្លួនឯងកំពុងតែអន់ចិត្តជាមួយនឹងជីវិតខ្លួនឯងត្រូវចាំការបិទនេះជីវិតនេះមិនយុត្តិធម៌មិនស្មើភាពទេហើយយើងក៏មិនអាចគ្រប់គ្រងវាបានដែរប៉ុន្តែវាជារឿងល្អដែលវាមិនស្មើភាពគ្នាព្រោះបើយើងប្រឹងយើងអាចនឹងមានឱកាសទៅដល់កន្លែងដែលអ្នកដទៃមិនអាចទៅដល់ចុងក្រោយគេគ្មានអ្វីដែលត្រូវទាំងស្រុងឬក៏ខុសទាំងស្រុងទេជីវិតគឺពណ៌ប្រផេះមិនមែនខ្មៅនិងសទេការពិតគឺវាស្មុគស្មាញណាស់អ្នកមិនអាចគិតថាយើងត្រូវរហូតទេពេលខ្លះយើងអាចនឹងត្រូវក្នុងបរិបទរបស់យើងតែគេក៏អាចនឹងត្រូវក្នុងបរិបទរបស់គេដែរអានេះជា case study មួយដែលលោកគ្រូរបស់ខ្ញុំយកមកបង្រៀនអំពីពាក្យថាខុសឬក៏ត្រូវនៅក្នុង case study នេះគេនិយាយថាម្ដាយបបរោះម្នាក់ឈឺធ្ងន់ត្រូវការវ៉ាក់សាំងពីក្រុមហ៊ុនវិទ្យាសាស្ត្រមួយតែពេលនេះក្រុមហ៊ុនហ្នឹងមិនទាន់ចេញលក់វ៉ាក់សាំងហ្នឹងទេនៅក្នុងកំឡុងពេលស្រាវជ្រាវពីវ៉ាក់សាំងហ្នឹងនៅឡើយហើយវ៉ាក់សាំងហ្នឹងគឺវាមានតែមួយបំពង់ដែរគេកំពុងស្រាវជ្រាវហ្នឹងទៀតស្រាប់តែករណី2បានកើតឡើងទី1បើបរោះម្នាក់នោះទៅលួចវ៉ាក់សាំងគំរូមួយបំពង់ចុងក្រោយនេះទៅជួយម្ដាយគាត់កិច្ចការស្រាវជ្រាវរបស់ក្រុមហ៊ុនហ្នឹងមិនអាចបន្តបានទេអញ្ចឹងវ៉ាក់សាំងហ្នឹងនឹងមិនអាចផលិតចេញមកបានទេហើយជាហេតុធ្វើឲ្យមនុស្សដែលឈឺរាប់លានអ្នកផ្សេងទៀតនឹងត្រូវស្លាប់តែម្ដាយគាត់រស់អាហ្នឹងករណីទី1ហើយករណីទី2តែបើបរិះម្នាក់នោះមិនទៅលួចវ៉ាក់សាំងនោះទេម្ដាយគាត់នឹងលាចាកលោកនៅថ្ងៃស្អែកអត់មានសេណារីអូអីផ្សេងទៀតទេអត់មានគេផលិតតាន់ពេលទៅជួយម្ដាយគាត់អីទេអញ្ចឹងសួរថាការសម្រេចចិត្តមួយណាខុសមួយណាត្រូវទី1ទៅលួចវ៉ាក់សាំងឬក៏ទី2មិនទៅលួចវ៉ាក់សាំងអ្នកទាំងអស់គ្នាអាចខមមិនចម្លើយខាងក្រោមបានថាទី1ឬក៏ទី2ដែលអ្នកទាំងអស់គ្នាគិតថាវាជារឿងត្រូវឬក៏រឿងខុសឆ្លើយខ្លួនឯងទេខ្ញុំមិនដឹងទេអូខេចាប់ហើយជាចុងក្រោយបើអ្នកទាំងអស់គ្នាអាចបង្កើនទម្លាប់4ខាងលើជាមួយនឹងវិធីដែលខ្ញុំប្រើខ្លួនឯងផ្ទាល់ខាងក្រោមនេះខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អជាងមុនការគ្រប់គ្រងអារម្មណ៍មិនមែនជាការលុបបំបាត់អារម្មណ៍ទេមនុស្សគឺជាសត្វដែលមានអារម្មណ៍ធម្មជាតិរបស់ពួកយើងគឺវាអញ្ចឹងគឺតែងតែមានអារម្មណ៍ខឹងពិបាកចិត្តចំណែនភ័យខ្លាចចឹងតែយើងអត់អាចលុបបំបាត់វាបានទេតែយើងអាចរៀនរស់នៅជាមួយនឹងវាបានដោយការគ្រប់គ្រងការផ្លាស់ប្ដូរនិងការបង្វែរវាទៅតាមការចង់របស់យើង emotional regulation នៅពេលដែលអ្នកស្ទាត់ជំនាញជាមួយនឹងការផ្លាស់ប្ដូរអារម្មណ៍ជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរដែរជីវិតរបស់អ្នកស្ងប់ស្ងាត់ជាងមុនទំនាក់ទំនងយើងក៏រឹងមាំជាងមុនមានទំនុកចិត្តលើខ្លួនឯងជាងមុនហើយនឹងក្តីសុខដ៏ពិតប្រាកដដែលកើតឡើងនៅដៃរបស់អ្នកមិនមែនជាក្តីសុខដែលនៅលើដៃរបស់គេទេអញ្ចឹងហើយបានជាជំនាញនេះពួកយើងគិតថាជាជំនាញដែលល្អបំផុតដែលមនុស្សម្នាក់នឹងអាចរៀនបានរៀនពីវាអនុវត្តវាឲ្យស្ទាត់ជំនាញព្រោះអនាគតដ៏មានសេចក្តីសុខរបស់អ្នកអាស្រ័យទៅលើវាពីពួកយើងgrow រីកចម្រើនគ្រប់ពេលអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាជួបគ្នាក្នុងវីដេអូក្រោយទៀតបាយបាយ